ក្តៅមិញនេះគឺខាងថៃគឺគេបានគម្រាមមកកម្ពុជាយើងទៀតហើយគឺគេគម្រាមបិទការនាំចូលប្រេងមកប្រទេសកម្ពុជារបស់យើងប៉ុន្តែប៉ះចំសម្ដេចតេជោហ៊ុនសែនអត់ណយទេអត់ខ្លាចអ្នកឯងទេតោះអញ្ចឹងពួកបានតែគ្នាឥឡូវទៅស្ដាប់សំណេរទាំងស្រុងតែម្ដងដែលសម្ដេចតេជោហ៊ុនសែនបានធ្វើការបង្ហោះនៅក្នុងเพจផ្លូវការរបស់សម្ដេចប្រមាណនាទីមុននេះថាតើសម្ដេចឆ្លើយតបទៅខាងសៀមវិញមិនខ្លះលបែងគម្រាមដែលនាំដល់ការខាត់បងដល់ខ្លួនឯងថ្ងៃនេះឃើញបកប្រឆាំងមួយជូនយោបល់ទៅរាជរដ្ឋាភិបាលថៃថាឲ្យឈប់លក់ប្រេងឲ្យកម្ពុជាដែលនឹងធ្វើឲ្យកម្ពុជាចោះចាញ់អូយើងសូមបញ្ជាក់ទៅអ្នកវិញយើងមិនស្លាប់ដោយសារមិននាំប្រេងមកពីថៃនោះទេយល់នៅថៃប៉ុន្តែអ្នកដែលស្លាប់គឺក្រុមហ៊ុន PTT របស់ថៃទៅវិញទេលឺនៅថៃតើអ្នកចង់ឲ្យក្រុមហ៊ុនថៃ PTT ស្លាប់មែនទេបើចង់សូមឲ្យអ្នកធ្វើតាមបំណងចុះសម្រាប់កម្ពុជាបានត្រៀមខ្លួនរួចរាល់ដើម្បីដោះស្រាយស្ថានភាពដែលពួកអ្នកគម្រាមរួចហើយអ៊ីនធឺណិតអគ្គិសនីពលករនិងពេលនេះលបែងប្រេងធ្វើជាអាវុធប្រឆាំងយើងទៀតអាយកម្ពុជាអត់ចាបញ្ហាពលករពេលមុនពួកអ្នកមើងងាយនិងរើសអើងពលករខ្មែរតែពេលនេះយើងប្រកាសយកពលករវិញពេលនេះពួកអ្នកឯងបែរជាចេះយកចិត្តនិងលួងលោមពលករព្រោះបើពលករខ្មែរចាក់ចេញរោងចក្រកសិដ្ឋានក្រុមហ៊ុនការដ្ឋានសំណង់មួយចំនួនអាចត្រូវបិទទ្វារព្រោះខ្វះកម្លាំងពលកម្មបើអ្នកក្លាហានពិតមែនសូមអ្នកបណ្ដេញពលករខ្មែរសាក់លបងមើលថាតើវាប៉ះពាល់ផលសេដ្ឋកិច្ចថៃខ្លះទេប្រេងក៏ដូចគ្នាសាឡបងមើលចោះតែសួរក្រុមហ៊ុនថៃ PTT ជាមុនសិនព្រោះក្រែងវិងត់ក្រុមហ៊ុនថៃដែលកំពុងមានស្ថានីយលក់ប្រេងនៅកម្ពុជាឬក៏ត្រូវឲ្យក្រុមហ៊ុនប្រេងរបស់ថៃទៅទិញប្រេងពីប្រទេសផ្សេងមកលក់នៅកម្ពុជាវិញកន្លែងនេះគឺថងឆ្ងាញ់ហ្មងក្នុងនាមជាប្រធានគណៈបកខ្ញុំសូមផ្ដល់យោបល់ជូនរាជរដ្ឋាភិបាលពិចារណានិងម្ចាស់ការជាមុនដោយបង្វែរការទិញទំនិញពីប្រទេសថៃដើម្បីកុំឲ្យគេមានហេតុផលគំរាមយើងតទៅទៀតនិងចំពោះមុខប្រសិនច្រកទ្វារព្រំដែនមិនទាន់កែសម្រួលដូចដើមវិញកម្ពុជាគួរផ្អាកនាំចូលគ្រឿងកំប៉ុងគ្រប់ប្រភេទតាំងពីគ្រឿងស្រវឹងភេសជ្ជៈបើកម្លាំងគ្រប់ប្រភេទរហូតដល់ត្រីខកំប៉ុងឬសាច់កំប៉ុងគ្រប់ប្រភេទជំនួសដោយប្រើផលិតផលក្នុងស្រុកឬផលិតផលនាំចូលពីប្រទេសផ្សេងៗក្រៅពីប្រទេសថៃប្រជាជនកម្ពុជាយើងគួរសម្លឹងមើលឲ្យឆ្ងាយលើសពីព្រំដែនកម្ពុជានិងលើសពីឆ្នាំ2030ខ្ញុំសូមគាំទ្រអូយឆ្ងាញ់ណាស់លឺហើយនៅពួកសៀមចុកទេខាងខ្មែរអត់មានព្រឺសម្បល់អ្នកទេអ្នកឯងកុំភ្លេចថាធ្វើចោះធ្វើឡើងសម្រាប់គ្នាឯងនោះទេអត់មានសម្រាប់កម្ពុជាទេព្រោះកម្ពុជាមានអ្នកគាំទ្រមានអ្នកចាំជួយច្រើនណាស់មិនមែនអត់ប្រទេសអ្នកមួយកម្ពុជាងាប់នោះទេឥឡូវបានស្ដាប់ហើយសូមមេត្តាយកទៅពិចារណាឡើងវិញស្មានថាគម្រាមបែបហ្នឹងមកកម្ពុជាព្រឺសម្បល់មែនអត់មានរោមឲ្យព្រឺទេចាមានតែអ្នកទៅចាអញ្ចឹងគិតឡើងវិញឲ្យបានល្អិតល្អន់អូខេថៃ